ថ្ងៃនេះមកមើលទស្សនភាពពេលល្ងាចនៅខាងភូមិខ្ញុំបងប្អូនថ្ងៃនេះបានដាក់ហាត់ប្រាណនៅលើផ្លូវធំហ្មងស្រស់ស្អាតមែនទែនហ្មងប្លែកភ្នែកព្រោះធ្លាប់តែជិះរាល់ដងជិះក៏ទៅកាត់តាមនឹងបណ្ដាបានដើរដល់ពេលយើងដើរមានអារម្មណ៍ដូចប្លែកជាងយើងជិះឡានបងប្អូនវាអារម្មណ៍ផ្សេងពីហ្នឹងវាខ្យល់អាកាសល្អមែនទែនហើយត្រជាក់ស្រាប់ហើយប្លុកខ្ញុំមិនដែរគឺជាប្លុកកន្លែង business សុទ្ធប្រហើយសរតនីគាសកន្លែងហាងលើអីហ្នឹងរបៀបបែបរបៀបជាយក្រុងមិនប៉ុន្តែជាយក្រុងរបៀបកន្លែងតំបន់ទីប្រជុំជនរបៀបភូមិចាស់បងប្អូនវាសម្បូរទៅដោយកន្លែងគ្រឿងរបស់ញ៉ាំរបស់អីចឹងជាមែនតើនៅអាមេរិកបើយើងចង់ឆ្លង stop ឆ្លងអីយើងត្រូវចុចអាប៊ូតុងសម្រាប់ស្មើជើងដើម្បីវាមានសិទ្ធិក្នុងការឆ្លងអញ្ចឹងវាលឿនព្រោះដោយសារបើយើងមិនចុចទេរងចាំអា stop ពណ៌ខៀវសម្រាប់អ្នកថ្មើរជើងនោះវាយូរមែនតើអញ្ចឹងយើងចុចមកដើម្បីឲ្យគេផ្ដល់សិទ្ធិឲ្យយើងចំពោះអ្នកថ្មើរជើងអញ្ចឹងបងប្អូនវាមានភាពងាយស្រួលមែនតើសម្រាប់ការឆ្លងផ្លូវនេះខាងខ្ញុំនៅខាងអារីโซណានៅ Tucson នេះសបោវិតនាក៏ភ្នំបងប្អូនមើលទៅទេសភាពស្រស់ស្អាតខ្លាំងមែនតើហ្មងពេលល្ងាចចេះខ្យល់ត្រជាក់ស្រាប់ដើរហាត់ប្រាណអូស្រស់ស្រាយមែនតើបងប្អូនដើរបានមួយសវឃើញអាដើមនេះបងប្អូនដូចដើមពិលទឹកមែនតើគ្រាន់តែលូកដៃផ្លាប់ទៅប៉ះចំមុតបលាវាបងប្អូនវាមានបលាអាដើមនឹងយើងអត់ដឹងរឿងដាក់ទៅមុតនៅរដ្ឋខាងខ្ញុំអារីโซណាហ្នឹងគេនិយាយថាក្តៅលេងនិយាយដល់អញ្ចឹងគ្រប់កន្លែងស្ថាប័នរដ្ឋស្ថាប័នអីហ្នឹងភាគច្រើនគេធ្វើឲ្យកន្លែងចំណតឡាននេះបងប្អូនចំណតឡានហ្នឹងភាគច្រើនគេបំពាក់ទៅដោយដំបូលសូឡាសុតហ្មងដើម្បីប្រើយកភ្លើងពីលើព្រះអាទិត្យហ្នឹងយកមកប្រើប្រាស់អញ្ចឹងណាហើយនៅពេលណាយើងមកប្រើប្រាស់ភ្លើងហ្នឹងអត់អស់អាភ្លើងហ្នឹងវា convert ទៅចូលក្នុងភ្លើងរថវិញវាចំណេញមែនតើនៅនេះវាថាពេលល្ងាចវិញគឺថាសម្រស់ទេសភាពគឺថាស្រស់ស្អាតខ្លាំងណាស់បងប្អូនអើយវាអមទៅដោយអាភ្នំធម្មជាតិមើលទៅពីក្រោយអូយស្រស់ស្អាតខ្លាំងមែនតើមក